ជំពូកទី113មានកូនមានផ្ទៃពោះ10ចាប់ឆ្នោត1នៅខាងក្រៅបន្ទប់សម្រាលកូនលូឆេងឆេងកាន់កូនប្រុសរបស់គាត់លូខ្វាន់យ៉ិននិងអមដោយប្រពន្ធនិងស្ត្រីជាច្រើនអ្នករងចាំនៅខាងក្រៅលូខ្វាន់យ៉ិនគឺជាកូនដំបូងរបស់គាត់ជាមួយខូហ្សែនឆិនដែលមានឫសវិញ្ញាណថ្នាក់ទី8វ៉ាវមិនយូរប៉ុន្មានការយំយ៉ាងច្បាស់របស់ទារកបានបន្ទះចេញពីបន្ទប់សម្រាលកូនដែលធ្វើឲ្យវិញ្ញាណរបស់លូឆេងឆេងមានភាពស្រស់ស្អាតទោះជាយ៉ាងណាក៏ដោយនៅពេលនេះគាត់មិនមានអារម្មណ៍មិនធម្មតាមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេភ្លាមលូឆេងឆេងបានដឹងកុមារដែលខូហ្សែនឆិនកើតមិនមាន spiritual root ទេដោយបានរំពឹងទុករឿងនេះអស់រយៈពេលយូរណាស់មកហើយនៅពេលដឹងថាកុមារមិនមាន spiritual root ដើម្បីនិយាយថាមិនមានការខកចិត្តនិងមិនអាចទៅរួចទេប៉ុន្តែក្នុងពេលតែមួយលូឆេងឆេងបានយល់ព្រមជាមួយវាទោះបីជាឪពុកម្ដាយទាំងពីរមាន spiritual roots ក៏ដោយ probability នៃកូនរបស់ពួកគេកើតជាមួយមួយគឺប្រហែល10ទៅ20% ប៉ុណ្ណោះការកំណើតដំបូងរបស់ Khoo Jensen និងកូនរបស់ Lu Miriam កាលពីខែមុនទាំងពីរមាន spiritual roots គឺជាពរជ័យរួចទៅហើយតើមនុស្សម្នាក់អាចរំពឹងថាម្នាក់នឹងមាន spiritual root យ៉ាងដូចម្ដេច Lu Cheng Sheng ពិតជាបើកចំហពីរឿងនេះហើយបានដើរចូលទៅក្នុងបន្ទប់កំណើតដោយនៅតែកាន់ Lu Quanzhen ឈ្មោះបានប្រគល់ទារកដែលពាក់ព័ន្ធឲ្យ Lu Cheng Sheng ដោយប្រុងប្រយ័ត្នភ្លាមដោយញឹមពេញមុខដោយនិយាយថាអបអរសាទរលោកក្រវ័យក្មេងវិជាទារកស្រីល្អសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនៅពេលឮពាក្យនោះ Lu Cheng Sheng ញឹមនៅពេលគាត់យកកន្សែងហើយសម្លឹងមើលកុមារចាប់តាំងពីកូនមុនរបស់ Khoo Jensen គឺជាក្មេងប្រុសហើយម្នាក់នេះជាក្មេងស្រីពួកគេទទួលបានពរទាំងកូនប្រុសនិងកូនស្រីម្នាក់ Quanzhen នេះគឺជាប្អូនស្រីរបស់អ្នក Lu Cheng Sheng សម្លឹងមើលកុមារដែលទើបកើតហើយនិយាយទៅកាន់ Lu Quanzhen មែម Lu Quanzhen ដែលមានអាយុ1ឆ្នាំកន្លះរួចហើយអាចនិយាយពាក្យសាមញ្ញមួយចំនួនគាត់បានសម្លឹងមើលប្អូនស្រីដែលទើបកើតថ្មីរបស់គាត់ជាមួយនឹងភ្នែកចង់ដឹងចង់ឃើញ babbling away Lu Cheng Sheng ចូលទៅជិតក្រោយហើយដាក់ Lu Quanzhen ចុះក្រោមដោយឃើញមុខស្លេកនិងខ្សោយរបស់ Khoo Jensen Lu Cheng Sheng មានអារម្មណ៍ជឿចាប់នៅពេលគាត់ចាប់ដៃតូចរបស់នាងដោយនិយាយថា Khoo Jensen អ្នកបានធ្វើការយ៉ាងលំបាកគាត់តែងតែស្រឡាញ់ក្មេងស្រីនេះដែលគាត់បានជួយសង្គ្រោះពាក់កណ្ដាលជីវិតរបស់នាងហេតុផលមួយគឺភាពឆ្លាតវៃនិងការយល់ដឹងរបស់ក្មេងស្រីដែលធ្វើឲ្យនាងស្រឡាញ់មនុស្សគ្រប់គ្នាហេតុផលមួយទៀតគឺថា Khoo Jensen មានរសខាងវិញ្ញាណហើយគាត់មានគំនិតច្បាស់លាស់នៅពេលនាំ Khoo Jensen ត្រឡប់ទៅភ្នំ Kingshu វិញលើសពីនេះទៅទៀតដោយសារប្រវត្តិគួរឲ្យអាណិតរបស់នាងតែម្នាក់ឯងដោយគ្មាននរណាម្នាក់ក្រៅពីខ្លួនគាត់បានផ្ដល់ឲ្យនាងនៅចំណែកបន្ថែមនៃសេចក្តីស្រឡាញ់ប្តីស្នាមញឹមបានលេចឡើងនៅលើមុខរបស់ Khoo Jensen នៅពេលនាងហៅ Lu Cheng Sheng យ៉ាងទន់ភ្លន់បន្ទាប់មកព្យាយាមអង្គុយមើលកុមារមើលគួរឲ្យស្រឡាញ់ប៉ុណ្ណានាងពិតជានឹងគួរឲ្យស្រឡាញ់ដូចអ្នក Shen នៅពេលដែលនាងធំឡើងLu Cheng Sheng បានប្រគល់កុមារឲ្យនាងមើលភ្លាមដោយនិយាយដោយញឹម Quanzhen អ្នកត្រូវតែថែទាំប្អូនស្រីរបស់អ្នកឲ្យបានល្អនិងការពារនាងតើអ្នកយល់ទេ Khoo Jensen ញឹមបន្ទាប់មកងាកទៅកូនប្រុសដែលច្របូកច្របល់របស់នាង Lu Quanzhen ហើយនិយាយយ៉ាងទន់ភ្លន់ឃើញទឹកមុខរបស់ Khoo Jensen Lu Cheng Sheng ដឹងថានាងកំពុងគិតពីកុមារភាពរបស់នាងដោយគិតពីបងប្រុសរបស់នាង Khoo Cheng គាត់មិនបានប្រាប់ Khoo Jensen អំពីដំណឹងនៃការដាំដុះបិសាចរបស់ Khoo Cheng ទេគាត់គ្រាន់តែនិយាយថាមនុស្សកំពុងស្វែងរកប៉ុន្តែនៅតែមិនមានដំណឹងទេឥឡូវនេះជាង2ឆ្នាំក្រោយមកដោយគ្មានដំណឹងអំពីបងប្រុសរបស់នាង Khoo Jensen បានដឹងបន្តិចម្ដងថាបងប្រុសរបស់នាងទំនងជាអកុសលជាងសំណាងបន្ទាប់មក Lu Cheng Sheng បានចាប់ដៃរបស់ Khoo Jensen ហើយលួងលោមនាងយ៉ាងទន់ភ្លន់ថាបើដរាបណាអ្នកមានខ្ញុំក៏នឹងថែទាំអ្នកទាំងអស់គ្នាឲ្យបានល្អនិងការពារអ្នកផងដែរនៅក្នុងពិភពលោកនេះប្រពន្ធនិងកូនក៏ជាចំណុចទន់របស់គាត់ផងដែរនិងជាកម្លាំងជំរុញមួយនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់គាត់តាមទស្សនៈរបស់គាត់ប្រសិនបើមនុស្សម្នាក់មិនអាចការពារប្រពន្ធនិងកូនបានទេនោះផ្លូវនៃភាពអមតៈត្រូវបានដាំដុះដោយឥតប្រយោជន៍ប្តីតើអ្នកបានគិតពីឈ្មោះសម្រាប់កូននេះទេ Khoo Jensen សួរមុខស្អាតរបស់នាងបង្ហាញស្នាមញឹមដ៏ផ្អែមល្ហែមឈ្មោះតោះហៅនាង Yashen Lu Cheng Sheng គិតមួយភ្លែតហើយដាក់ឈ្មោះក្មេងស្រីតូចនៅក្នុងដៃរបស់គាត់ Quanzhen Yashen Khoo Jensen បានឮឈ្មោះស្រមៃវាហើយបន្ទាប់មកបាននិយាយយ៉ាងទន់ភ្លន់ទៅកាន់ក្មេងស្រីតូចនោះថា Yashen Lu Yashen ទារកនៅក្នុងដៃរបស់នាងក៏ស្រែកជាមួយវាស់ដូចជាឆ្លើយតប
ឃើញឈុតឆាកនេះទាំងលូឆេងឆេងនិងខូហ្សែនសិនមិនអាចជួយមើលគ្នាទៅវិញទៅមកហើយញ៉ាំបានមិនយូរប៉ុន្មានគូស្នេហ៍នេះបានជេរគ្នាមួយរយៈហើយលូឆេងឆេងបានប្រាប់ខូហ្សែនសិនឲ្យសម្រាកឲ្យបានល្អមុនពេលចាក់ចេញពីបន្ទប់ជាមួយកូននៅលើកំពូលវេទិកាដ៏ធ្ងន់ធ្ងរ austere និងគួរឲ្យភ័យខ្លាចខ្យល់ត្រជាក់ហោតនៅជុំវិញវេទិកានេះឈរបង្គោលទង់ជាតិលោះធាតុខ្ពស់នៅលើផ្ដាខ្មៅប៉ាក់ជាមួយលំនាំបិសាចផ្សេងបានផ្លាស់ប្ដូរខ្លះមានក្បាល3និងដៃ6ខ្លះមានមុខសាហាវខ្លះគ្របដណ្ដប់ដោយភ្នែកខ្លះមានរាងកាយរបស់បិសាចនិងមនុស្សដែលមានស្លាបនិងអ្នកខ្លះទៀតគ្មានក្បាលដែលមានមុខនៅលើទ្រូងលំនាំផ្សេងគ្នានឹងដូចជីវិតទាំងនេះអាចធ្វើឲ្យបេះដូងរបស់អ្នកដែលបានឃើញពួកគេត្រជាក់ដូចជាពួកគេត្រូវបានមើលដោយបិសាចខ្លួនឯងនៅកណ្ដាលវេទិកាអង្គុយបុរសម្នាក់ក្នុងវ័យ20ឆ្នាំដែលមានមុខរឹងមាំនិងសក់ពណ៌ហ៊ុំព័ទ្ធដោយលំនាំចម្លែកជាច្រើននិងរូងឆ្លាក់នៅជុំវិញគាត់នៅពេលនេះឈាមក្រហមងឹតបានតាមដានលំនាំបន្តហូរឆ្ពោះទៅកណ្ដាលដែលយុវជនសក់សអង្គុយមុខរបស់បុរសនោះត្រូវបានបង្វិលដោយការឈឺចាប់កណ្ដាប់ដៃរបស់គាត់កាន់យ៉ាងតឹងសរសៃឈាមហើមឈាមជីបចរនិងញើសហូរចេញពីរាងកាយរបស់គាត់ប៉ុន្តែយុវជនសក់សគ្រាន់តែខំធ្មេញយ៉ាងខ្លាំងដោយមិននិយាយសំឡេងស៊ូទ្រាំនឹងការលំបាកនេះគ្មាននរណាម្នាក់ដឹងថាពេលវេលាបានកន្លងផុតទៅប៉ុន្មាននៅពេលដែលភ្លាមលំនាំបិសាចនៅលើផ្ដាជុំវិញហាក់ដូចជាមានជីវិតភ្នែកក្រហមរបស់ពួកគេបានបើកភ្លាមសម្លឹងមើលបរិស័កបំពេញវេទិកាជាមួយនឹងពន្លឺពណ៌ឈាមលើសលប់គ្រប់ដណ្ដប់ដោយពន្លឺក្រហមឈាមនេះយុវជនសក់សបានចេញសម្លេងស្រអាប់ឈាមហូរចេញពីភ្នែករបស់គាត់ត្រចៀកមាត់និងច្រមុះហើយសរសៃឈាមនៅក្នុងរាងកាយរបស់គាត់ហាមដូចដង្កូវស្ទើរតែផ្ទុះបើករីកចម្រើនគ្រាន់តែពេលនោះហាមក្នុងឈាមនឹងឈឺចាប់ខ្លាំងរាងកាយរបស់បុរសសក់សបានបញ្ចេញស្ដើងភ្នាសក្រហមឈាមវាដូចជាស្រទាប់នៃឈាមដែលហូរចេញយឺតនៅលើស្បែករបស់គាត់ប្រែទៅជារោគប្រយុទ្ធពណ៌ឈាមដ៏គួរឲ្យភ័យខ្លាចជំពូកទី114មានកូនមានផ្ទៃពោះ10ចាប់ឆ្នោត2មុខនិងស្បែករបស់យុវជនដែលមានមុខស្លេកស្លាំងបានបង្ហាញលំនាំបិសាចក្រហមងឹតជាការពិតណាស់ក្នុងរយៈពេលតិចជាង1ឆ្នាំអ្នកបានដាំដុះបច្ចេកទេសបិសាចដើម្បីបញ្ចប់វាគ្រាន់តែនៅពេលនោះយុវជនម្នាក់ស្លៀកពាក់រ៉ូបខ្មៅជាមួយនឹងមុខសង្ហាពិសេសដែលចេញពីចន្លោះប្រហោងគាត់បានសម្លឹងមើលយុវជនដែលមានមុខស្លេកស្លាំងហើយបង្ហាញស្នាមញញឹមពេញចិត្តបន្ទាប់មកជាមួយនឹងការរលុកដៃរបស់គាត់និងយុវជនមុខស្លេកស្លាំងបានបាត់ពីវេទិកា4ថ្ងៃបន្ទាប់ពីខូហ្សែនសិនសម្រាលកូនលូមៀវក៏បានត្រឡប់ទៅភ្នំខេងស៊ូវិញនាងបានធ្វើកិច្ចព្រមព្រៀងជាមួយលូឆេងឆេងដើម្បីចេញដំណើរទៅកាន់ផ្សារ Nine Dragons ក្នុងរយៈពេល3ថ្ងៃនៅប៉ុន្មានថ្ងៃបន្ទាប់លូឆេងឆេងបានពិភាក្សាជាមួយប្រពន្ធនិងមិត្តភ័ក្តិរបស់គាត់ហើយទីបំផុតបានសម្រេចចិត្តអនុញ្ញាតឲ្យពួកគេស្នាក់នៅលើភ្នំខេងស៊ូវាមិនមែនគ្រាន់តែថាការធ្វើដំណើរទៅមកគឺមិនស្រួលមានកុមារជាច្រើននៅផ្ទះដែលត្រូវការថែទាំគាត់មិនអាចទ្រាំចាក់ចេញពីពួកគេបានទេក្នុងរយៈពេលជាង1ខែដែលគាត់ចំណាយពេលនៅផ្ទះលូឆេងឆេងមិនបានបន្ធូរបន្ថយទេប៉ុន្តែបានខិតខំប្រឹងប្រែងគ្រប់យ៉ាងដើម្បីមានផ្ទៃពោះប្រពន្ធរបស់គាត់2នាក់ជាមួយនឹងកូន2នាក់នេះឥឡូវនេះគាត់មានសរុប34នាក់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់គិតអំពីរបៀបដែលកូនទី29និង30របស់គាត់នៅតែជិត3ខែពីការកើតលូឆេងឆេងមិនអាចជួយដកដង្ហើមបានទេគាត់មានអារម្មណ៍ថាគាត់បានធ្វេសប្រហែសក្នុងអំឡុងពេលនោះដើម្បីមានគម្លាតវែងបែបនេះ3ថ្ងៃក្រោយមកលូឆេងឆេងបានជិះ Aeron Feather Eagle ជាមួយលូមៀវនៅពេលពួកគេចេញដំណើរទៅកាន់ផ្សារ Nine Dragons មុនពេលចាក់ចេញរបស់ពួកគេ Fourth Elder បានផ្ដល់ឲ្យគាត់នៅគំនិតការពីចំនួន3 Thunder Summoning Talismans 2និង Thunder Talisman 1លូឆេងឆេងបានប្រាប់ Fourth Elder ថាគាត់ត្រូវបានបង្ខំឲ្យប្រើ Talisman ទាំងពីរនៅពេលដែលគាត់បានជួប Robber Cultivator ពីមុនទោះបីជាឥឡូវនេះលូឆេងឆេងមាន Supreme Talismans ចំនួន9នៅក្នុងកាបូបផ្ទុករបស់គាត់ក៏ដោយគាត់បានទទួលយកដោយធម្មជាតិនៅសេចក្តីសប្បុរសរបស់ Elder ទី4ជាមួយនឹងទឹកមុខរីករាយនិងដឹងគុណការធ្វើដំណើររបស់ពួកគេទៅកាន់ផ្សារ Nine Dragons គឺរលូនណាស់ដោយមិនមានឧបទ្ទហេតុដែលមិននឹកស្មានដល់នោះទេនេះធ្វើឲ្យលូឆេងឆេងសួរថាតើលូមៀវបានជួបប្រទះគ្រោះថ្នាក់ដែលមិននឹកស្មានដល់ឬ Robber Cultivators ក្នុងអំឡុងពេលប៉ុន្មានឆ្នាំរបស់នាងធ្វើដំណើរទៅមកផ្សារលូមៀវបាននិយាយថាក្នុងរយៈពេល3ឆ្នាំនាងបានជួបប្រទះ Robber Cultivator តែម្ដងប៉ុណ្ណោះឮបែបនេះលូឆេងឆេងមិនអាចជួយញ័រក្បាលបានទេដោយឆ្ងល់ថាតើគាត់គ្រាន់តែសំណាងអស់ឬគាត់មើលទៅដូចជាជនរងគ្រោះងាយស្រួលបន្ទាប់ពីត្រឡប់មកផ្ទះវិញលូឆេងឆេងបានរៀនពីការសន្ទនាធម្មតាជាមួយ Little King
ថាគ្រួសារក្បែរខាងឆ្វេងរបស់គាត់បានផ្លាស់ទីទៅឆ្ងាយប្រហែលកន្លះខែបន្ទាប់ពីគាត់បានត្រឡប់ទៅភ្នំថេងឈូវិញនេះនាំឲ្យលូឆេងឆេងឆ្ងល់ដោយសម្ងាត់ថាតើការប៉ុនប៉ងធ្វើឃាតរបស់គាត់មានអ្វីទាក់ទងនឹងអ្នកជិតខាងនេះដែរឬទេបន្ទាប់ពីបានទាំងអស់ដោយផ្អែកលើការសង្ស័យដែលតាក់ទងនឹងអគ្គនាយកតាក់ទាញ Robert Cultivators 2 នាក់ដែលបានព្យាយាមកាត់គាត់ប្រកាសជាមានអ្នករួមដំណើរនៅក្នុងផ្សារ Nine Dragons លើសពីនេះទៅទៀតនៅពេលដែលគាត់បានទៅលេងអ្នកជិតខាងនេះពីមុនគាត់មានអារម្មណ៍ថាមានអារម្មណ៍ឃាតកម្មនៅលើមនុស្សនោះដែលធ្វើឲ្យពួកគេមិនអាចចូលទៅជិតបានហើយការពិតដែលថាពួកគេបានផ្លាស់ទីទៅឆ្ងាយត្រឹមតែកន្លះខែបន្ទាប់ពីគាត់ចាក់ចេញគឺចៃដន្យពេកទោះជាយ៉ាងណាក៏ដោយចាប់តាំងពីអ្នកជិតខាងបានផ្លាស់ទីឆ្ងាយមិនថាពួកគេជាប់ពាក់ព័ន្ធឬអត់លូឆេងឆេងមិនអាចបញ្ជាក់បានទេហើយកាន់តែមានការប្រុងប្រយ័ត្នក្រោយមកលូឆេងឆេងបានប្រើការក្លែងបន្លំដើម្បីចោលទំនិញដែលលួចមួយចំនួនដោយប្រុងប្រយ័ត្នគាត់បានលក់វត្ថុបុរាណវេទមន្តរបស់ Robert Cultivators ទាំងពីរដោយរក្សាតែ Middle Grade Magical Shield និង Flying Artifact មួយសម្រាប់ខ្លួនគាត់ឧបករណ៍វេទមន្តថ្នាក់ទាបចំនួន7ផ្សេងទៀតឧបករណ៍វេទមន្តថ្នាក់មធ្យមចំនួន4និងវត្ថុបុរាណហោះមួយត្រូវបានលក់ទាំងអស់វត្ថុបុរាណវេទមន្តទាំងនេះបានយកថ្មវិញ្ញាណស្រូបចំនួន908 The Magical Vogue and Magical Shows ត្រូវបានខូចខាតបន្តិចបញ្ចុះតម្លៃយ៉ាងធ្ងន់ធ្ងរហើយចាប់តាំងពីគាត់កំពុងដោះស្រាយជាមួយនឹងការទិញត្រឡប់មកវិញរបស់ហាងតម្លៃទាបបើមិនដូច្នេះទេប្រសិនបើគាត់បានរៀបចំតូបដើម្បីលក់វាដោយខ្លួនឯងគាត់អាចរកបាន Spirit Stones 230បន្ថែមទៀតសម្រាប់ Elixir Medicines Talismans និងរបស់ផ្សេងទៀតនៅលើ Robert Cultivators ទាំងពីរពួកគេមិនងាយស្រួលលក់ទេលូឆេងឆេងបានប្រើអ្វីដែលគាត់អាចធ្វើបានហើយរក្សាទុកនៅសល់សម្រាប់ពេលក្រោយកាលពីមុនគាត់បានទទួល Spirit Stones ចំនួន362ពី Robert Cultivators ទាំងពីរឥឡូវនេះដោយរក្សា Magical Shield និង Flying Artifact គាត់បានលក់របស់របរក្នុងតម្លៃ908 Spirit Stones ហើយលូឆេងឆេងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងការដឹកជញ្ជូននេះគាត់ចាប់ផ្ដើមមានអារម្មណ៍ថា Robert Cultivators ទាំងពីរមិនគួរឲ្យស្អប់ខ្ពើមនោះទេខណៈពេលដែលលក់វត្ថុបុរាណវេទមន្តគាត់ក៏បានលក់ Talisman ថ្នាក់មធ្យមនិងទាបជាង100ផងដែរគាត់ទទួលបានថ្មវិញ្ញាណ211សម្លឹងមើលផលបូកដ៏ច្រើននៃ Spirit Stones នៅលើគាត់លូឆេងឆេងមិនស្ទាក់ស្ទើរក្នុងការចំណាយ Spirit Stones 634ដើម្បីទិញ Superior Grade Soft Magic Armor Soft Magic Armor នេះមានផលប៉ះពាល់សំខាន់ចំនួន7ការកែតម្រូវទំហំភាពស៊ាំអក្ខរាវិរុទ្ធការមើលមិនឃើញភាពស្អាតការទប់ស្កាត់ធូលីការការពារអាក្រក់និងការការពាររាងកាយអ្វីដែលលូឆេងឆេងពេញចិត្តបំផុតគឺអក្ខរាវិរុទ្ធភាពស៊ាំនិងឥទ្ធិពលការពាររាងកាយភាពស៊ាំអក្ខរាវិរុទ្ធនេះមិនមែនជាអភ័យឯកសិទ្ធិចំពោះអក្ខរាវិរុទ្ធទាំងអស់ទេវាអាចមិនអើពើចំពោះអក្ខរាវិរុទ្ធ Key Refinement ដំណាក់កាលដំបូងភាគច្រើននិងកាត់បន្ថយការខូចខាតមួយចំនួនពីអក្ខរាវិរុទ្ធ Middle Stage Key Refinement ឥទ្ធិពលការពាររាងកាយមិនត្រូវការពន្យល់ច្រើនទេនៅពេលមានគ្រោះថ្នាក់វាអាចបង្កឲ្យមានបច្ចេកទេសការពាររាងកាយដែលមានសមត្ថភាពទប់ស្កាត់ការវាយប្រហារតែមួយពីអ្នកដាំដុះ Ninth Level Energy Refinement វាជាចម្បងសម្រាប់ផលប៉ះពាល់ទាំងពីរនេះដែលលូឆេងឆេងសុខចិត្តចំណាយ Spirit Stones ជាច្រើនលើវត្ថុបុរាណវេទមន្តនេះបន្ទាប់មកគាត់បានចំណាយ Spirit Stones 219ដើម្បីទិញខ្សែក្រវ៉ាត់វេទមន្តថ្នាក់មធ្យមខ្សែក្រវ៉ាត់វេទមន្តនេះមានផលប៉ះពាល់សំខាន់ពីរគឺការផ្ទុកនិងការការពាររាងកាយអ្វីដែលលូឆេងឆេងចាប់អារម្មណ៍បំផុតគឺការការពាររាងកាយបន្ទាប់ពីបានទាំងអស់ការប៉ុនប៉ងធ្វើឃាតពីមុនបានធ្វើឲ្យលូឆេងឆេងចូលចិត្តជាពិសេសវត្ថុបុរាណវេទមន្តដែលផ្ដល់នូវបច្ចេកទេសការពារគាត់មាន Talismans និង Talisman Treasures សម្រាប់ការវាយប្រហារគាត់គ្រាន់តែត្រូវផ្ដោតលើការជំរុញការការពាររបស់គាត់ឥឡូវនេះបន្ទាប់ពីទទួលបានវត្ថុបុរាណវេទមន្តចំនួន2ដោយពិចារណាលើបញ្ហាអ្នករួមដំណើររបស់ Robert Cultivators លូឆេងឆេងមើលឃើញពីតម្រូវការនៃការបង្កើនការការពារដូច្នេះគាត់បានចំណាយ Spirit Stones 500ផ្សេងទៀតដើម្បីទិញឧបករណ៍ Formation មួយឈុតដើម្បីដំឡើងនៅក្នុងទីធ្លារបស់គាត់វាគឺជាទម្រង់ថ្នាក់មធ្យមថ្នាក់ទី1ដែលគេស្គាល់ថាជា 5 Element Formation ដែលផ្ដល់នូវឥទ្ធិពលវាយលុកការពារនិងអន្ទាក់វាមានសមត្ថភាពដោះស្រាយជាមួយ Middle Stage Key Refinement Cultivators ដោយគ្មានបញ្ហាជំពូកទី115មានកូនមានផ្ទៃពោះ10ចាប់ឆ្នោត3ការដោះស្រាយជាមួយអ្នកដាំដុះ Energy Refinement Late Stage វាក៏មានឥទ្ធិពលជាក់លាក់ផងដែរបន្ទាប់ពីទិញរបស់រួចលូឆេងឆេងមិនអាចជួយញ័រក្បាលនិងដកដង្ហើមបានទេគាត់ពិតជាមនុស្សម្នាក់ដែលបានចំណាយរាល់ Spirit Stone ដែលគាត់មានគាត់គ្រាន់តែមិនអាចរក្សាទុក Spirit Stone ណាមួយបានទេ
ប៉ុន្តែនេះក៏ជាស្ថានភាពសម្រាប់អ្នកដាំដុះភាគច្រើនផងដែរអ្នកដាំដុះភាគច្រើនគិតថាប្រសិនបើអ្នកជិតខាងរបស់ខ្ញុំរក្សាទុកគ្រាប់ធញ្ញជាតិខ្ញុំរក្សាទុកកាំភ្លើងអ្នកជិតខាងរបស់ខ្ញុំគឺជាហាងលក់គ្រាប់ធញ្ញជាតិរបស់ខ្ញុំប្រសិនបើអ្នកមាន Spirit Stones ហើយមិនប្រើវាដើម្បីបង្កើនកម្លាំងរបស់អ្នកនៅទីបំផុតអ្នកប្រហែលជាបញ្ចប់ដោយផ្ដល់អត្ថប្រយោជន៍ដល់អ្នកដទៃដូច្នេះមិនមានមនុស្សច្រើនទេដែលសន្សំប្រាក់ឬធនធាននៅថ្ងៃបន្ទាប់ទម្លាប់ប្រចាំថ្ងៃរបស់ Lu Chengsheng គឺការដាំដុះការធ្វើ talisman ទៅធ្វើការនិងត្រឡប់មកផ្ទះដើម្បីបង្កើតទារកជាមួយនឹងការខិតខំប្រឹងប្រែងកន្លះខែដែលជាការផ្ដោតសំខាន់នៃការថែទាំរបស់ Lu Chengsheng Guanchen ដែលមានឫសខាងវិញ្ញាណបានមានផ្ទៃពោះដោយជោគជ័យបន្ទាប់ពី Guanchen មានផ្ទៃពោះសម្រាប់អ្នកបម្រើ9នាក់ដែលនៅសល់ Lu Chengsheng ពិតជាធម្មតាណាស់ប្រសិនបើពួកគេមានផ្ទៃពោះបើមិនមានបញ្ហាទេទោះជាយ៉ាងណាក៏ដោយជាមួយនឹងបញ្ហាបែបនេះដរាបណាគ្មានអ្វីកើតឡើងទេការមានផ្ទៃពោះគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះជាមួយខែក្រោយមកអ្នកបម្រើ2នាក់របស់ Lu Chengsheng គឺ Yi Lian និង Keng Lan មានផ្ទៃពោះហើយទាំងនឹង Behi ត្រូវបានរៀបចំជាមេផ្ទះដែលត្រូវធ្វើការប្រចាំថ្ងៃដូច្នេះពួកគេប្រសើរជាងគុំមានផ្ទៃពោះប៉ុន្តែវិធីនេះតើអ្នកបម្រើទាំង5នាក់ដែលនៅសល់នឹងមានផ្ទៃពោះក្នុងរយៈពេល2ឬ3ខែច្រើនបំផុតនៅពេលដែលពេលវេលានោះមកដល់តើខ្ញុំត្រូវទិញអ្នកបម្រើបាច់ទៀតទេតើនេះធ្វើឲ្យខ្ញុំជាជ្រូកបង្កាត់ពូជ Lu Chengsheng ដកដង្ហើមជ្រៅគាត់នៅតែមានអារម្មណ៍មិនស្រួលនិងមានបន្ទុកដោយរឿងបែបនេះមានអារម្មណ៍ថាវាសុទ្ធសឹងតែសម្រាប់ប្រយោជន៍នៃការបង្កើតដោយគ្មានការភ្ជាប់អារម្មណ៍ណាមួយហាក់ដូចជាច្រើនពេកដូចជាសេះសូត្រដែលមិនត្រឹមត្រូវទេស្ត្រីនៅក្នុង White Jade Tower មានភាពជូរចត់រួចទៅហើយអ្វីដែលខ្ញុំកំពុងធ្វើគឺជួយសង្គ្រោះពួកគេពីទុក្ខវេទនារបស់ពួកគេដែលប្រសើរជាងការបង្កើតវត្ត7ជាន់លើសពីនេះទៅទៀតខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ការដាំដុះសម្រាប់ការក្លាយជាអមតៈសម្រាប់ Greedale ដូច្នេះថាតើខ្ញុំត្រូវបានគេមើលឃើញថាជាសេះស្ទើតឬអត់ទោះបីជាអ្នកដទៃយល់ច្រឡំក៏ដោយដរាបណាមនសិការរបស់ខ្ញុំច្បាស់លាស់នោះគឺជាអ្វីដែលសំខាន់ Lu Chengsheng ដកដង្ហើមជ្រៅភ្នែករបស់គាត់បង្ហាញពីការបដិញ្ញាចិត្តចំពោះការដាំដុះរបស់គាត់មួយខែទៀតឬដូច្នេះបានកន្លងផុតទៅអ្នកបម្រើ Hong Main, Saimi និង Chu Shell មានផ្ទៃពោះLu Chengsheng បានគ្រោងទុកនៅពេលដែលស្ត្រី2នាក់ដែលនៅសល់មានផ្ទៃពោះដើម្បីធ្វើដំណើរម្ដងទៀតទៅកាន់ White Jade Tower នៅពេលនោះគាត់ក៏នឹងសន្សំប្រាក់បន្ថែមបន្តិចផងដែរគាត់អាចមើលឃើញថាតើមានមនុស្សអកុសលណាមួយដែលមាន Spiritual Vote ថ្ងៃមួយបន្ទាប់ពី Lu Chengsheng បានមកដល់ហាង Spiritual Talisman Shop Lu Miao បាននិយាយជាមួយគាត់ Chengsheng ឥឡូវនេះអ្នកស្គាល់ហាងអ្នកអាចគ្រប់គ្រងអ្វីដោយខ្លួនឯងបានគឺនាងបាននិយាយខ្ញុំគ្រោងនឹងឈប់មកទីនេះបន្ទាប់ពីខែនេះបញ្ចប់ហើយខ្ញុំនឹងស្នាក់នៅទីធ្លាធំនៅស្រុកភាគខាងកើតប្រសិនបើអ្នកមានបញ្ហាណាមួយអ្នកអាចផ្ញើសារឬមករកខ្ញុំ Lu Miao បាននិយាយនាងធ្លាប់បានពិភាក្សារឿងនេះជាមួយ Lu Chengsheng ដោយប្រាប់គាត់ថានៅពេលដែលគាត់ស្គាល់និងសម្របខ្លួននាងនឹងលែងមកទៀតហើយមិនអីទេបងស្រី Miao កុំបារម្ភខ្ញុំនឹងថែរក្សាហាង Lu Chengsheng បាននិយាយដោយងក់ក្បាលយល់ព្រមគាត់បាននៅហាង Spiritual Talisman Shop អស់រយៈពេលជាងកន្លះឆ្នាំមកហើយនៅក្នុងពាក់កណ្ដាលឆ្នាំនេះលោកបានយល់ទាំងស្រុងនិងចាប់យកស្ថានភាពនៃហាងនេះមិនមានបញ្ហាក្នុងការគ្រប់គ្រងវាទេហើយក្នុងរយៈពេល2ខែកន្លងមកនេះ Lu Miao បានលែងចោលទាំងស្រុងហើយឈប់គ្រប់គ្រងកិច្ចការនាងមកតែដើម្បីអាចរកបានក្នុងករណីដែល Lu Chengsheng មានសំណួរណាមួយដូច្នេះកាលពីខែមុន Lu Chengsheng បានបង្កើតភាពជាដៃគូជាមួយ Sai Wuchoគាត់នឹងនាំយកដោយផ្ទាល់នៅគំនូរថ្នាក់ទាបជាង100និងគំនូរថ្នាក់មធ្យម30ទៅកាន់ហាងជារៀងរាល់ខែដើម្បីទិញចំពោះតម្លៃ Lu Chengsheng មិនបានទាញយកអត្ថប្រយោជន៍ច្រើនពីហាងនោះទេដោយជ្រើសរើសយកការបញ្ចុះតម្លៃ30ឯកសណ្ឋាននេះជាចម្បងដើម្បីជៀសវាងបញ្ហាដែលមិនចាំបាច់និងហានិភ័យនៃការក្លែងបន្លំខ្លួននិងរត់ជុំវិញជារៀងរាល់ពេលសម្រាប់ Superior Grade Talismans និង Supreme Talismans Lu Chengsheng មិនបានលក់នៅហាងទេនៅពេលនេះគាត់គ្រោងនឹងពិចារណាលក់ Superior Grade Talismans មួយចំនួននៅហាងបន្ទាប់ពីមួយរយៈ2ថ្ងៃក្រោយមកម្ចាស់ហាង Zheng Shen បានប្រគល់ទំនិញនិងបញ្ជីទៅឲ្យ Lu Chengsheng ដើម្បីពិនិត្យឲ្យកន្លែងឥឡូវនេះដោយគ្មាន Lu Miao វាបានចំណាយពេល3ថ្ងៃពេញដើម្បីបញ្ចប់ការត្រួតពិនិត្យទំនិញទាំងអស់ខ្ញុំមានអារម្មណ៍ថាប្រសិនបើខ្ញុំត្រូវត្រួតពិនិត្យទាំងនេះដោយខ្លួនឯងវាពិតជាត្រូវការពេលវេលានិងថាមពលច្រើនពេកគាត់បាននិយាយថាLu Chengsheng ដកដង្ហើមវែងដោយមានអារម្មណ៍វិលមុខបន្តិច
នៅពេលដែលលូមីវនៅជុំវិញវាមិនអាក្រក់ពេកទេជាមួយនឹងបុរសនិងស្ត្រីដែលធ្វើការជាមួយគ្នាការងារគឺងាយស្រួលក្នុងការទ្រាំប៉ុន្តែឥឡូវនេះការត្រួតពិនិត្យទំនិញដោយខ្លួនឯងគឺគួរឲ្យធុញទ្រាន់និងរំខាន Gelhi ក៏ជា Middle Grade Talisman Master ដែលប្រហែលជាខ្ញុំគួរសុំគាត់មកជួយជារៀងរាល់ខែ Lu Chengsheng ភ្លាមបានចងចាំអ្នកជិតខាងរបស់គាត់គឺ Gelhi ជាធម្មតា Gelhi នឹងមកជែកនៅពេលដែលគាត់មិនមានអ្វីត្រូវធ្វើដោយអញ្ជើញគាត់ទៅផឹកតែបន្ទាប់ពីធ្វើអន្តរកម្មអស់រយៈពេលយូរ Lu Chengsheng គិតខ្ពស់ចំពោះ Gelhi ដូច្នេះគាត់គិតថាហេតុអ្វីមិនសុំឲ្យ Gelhi មកជួយពីរបីថ្ងៃជារៀងរាល់ខែជាការពិតណាស់គាត់នឹងមិនអនុញ្ញាតឲ្យគាត់ធ្វើការដោយគ្មានអ្វីទេគាត់គ្រាន់តែសួរថាតើ Gelhi ចង់រកប្រាក់បន្ថែមទេយប់នេះបន្ទាប់ពីខ្ញុំត្រឡប់មកវិញខ្ញុំនឹងសួរ Gelhi គាត់បានសម្រេចចិត្ត Lu Chengsheng បានសម្រេចចិត្តដោយគ្រោងនឹងសួរគាត់នៅពេលក្រោយរឿងប្រភេទនេះមិនមែនជាអ្វីដែលត្រូវអាម៉ាស់ទេយប់បានធ្លាក់ចុះបន្ទាប់ពីត្រឡប់មកផ្ទះវិញនិងញ៉ាំអាហារពេលល្ងាច Lu Chengsheng បានដើរខ្លីហើយបន្ទាប់មកគោះទ្វារអ្នកជិតខាងរបស់គាត់ Gelhi កំពុងបង្រៀនកូនស្រីរបស់គាត់ Gao Chioya ពីរបៀបធ្វើគំនូរហើយមុខធម្មតារបស់គាត់ត្រូវបានបង្វិលនិងបង្ខូចនៅពេលនេះ Pulo ឪពុក Pulo នៅទីនេះអ្នកនិយាយខ្ញុំនឹងទៅធ្វើតែសម្រាប់អ្នកនៅពេលដែល Gao Chioya ឃើញ Lu Chengsheng ភ្នែករបស់នាងភ្លឺភ្លាមហើយនាងបានក្រោកឡើងយ៉ាងឆាប់រហ័សដើម្បីធ្វើតែមើលទៅធូរស្រាលនាងពិតជាមិនចាប់អារម្មណ៍ក្នុងការបង្កើតគំនូរទេហើយក៏មិនមានទេពកោសល្យសម្រាប់វាដែរទោះជាយ៉ាងណាក៏ដោយ Gelhi ចង់ឲ្យកូនស្រីរបស់គាត់ស្ទាត់ជំនាញនេះមិនថានាងមានទេពកោសល្យឬអត់ក៏ដោយគាត់គ្រោងនឹងធ្វើឲ្យវាកើតឡើងទោះបីជាវាមានន័យថាចំណាយលុយក៏ដោយបងប្រុសលោតើអ្នកមានអ្វីនៅក្នុងចិត្តទេ Gelhi បានញញឹមចំពោះអាកប្បកិរិយារបស់កូនស្រីរបស់គាត់ហើយបន្ទាប់មកសួរជាធម្មតាវាភាគច្រើនជាគាត់អញ្ជើញ Lu Chengsheng ព្រោះ Lu Chengsheng មិនសូវស្វែងរកគាត់ដើម្បីជែកដូច្នេះឃើញ Lu Chengsheng មកគាត់ទីថាត្រូវតែមានអ្វីមួយកើតឡើងវាមិនមែនជាបញ្ហាធំទេ Lu Chengsheng បានពន្យល់ពីស្ថានភាពរបស់គាត់ភ្លាមហើយគាត់បានស្នើសុំបង់ប្រាក់ Spirit Stones 10សម្រាប់ការងារមួយថ្ងៃសម្រាប់ Middle Grade Talisman Master តម្លៃនេះគឺល្អណាស់ចាប់តាំងពីបងប្រុស Lu ជឿជាក់លើខ្ញុំរីករាយក្នុងការជួយGelhi ទេទ្រូងរបស់គាត់ហើយនិយាយដោយញឹមមិនអីទេខ្ញុំនឹងពឹងផ្អែកលើអ្នកបងប្រុស Gel នៅពេលដែលពេលវេលាមកដល់បន្ទាប់ពីបញ្ចប់ Lu Chengsheng បានជែកជាមួយ Gelhi បន្តិចទៀតហើយបន្ទាប់មកបានរៀបចំចាក់ចេញ Gao Chioya ដែលបានរៀបចំតែបានឃើញថា Lu Chengsheng នឹងចាក់ចេញនាងបានហៅភ្លាមថាតើហេ Pulo តើអ្នកនឹងមិនអង្គុយមួយរយៈហើយផឹកតែមួយពេងមុនពេលអ្នកទៅទេខ្ញុំនៅតែមានអ្វីដែលត្រូវធ្វើ Lu Chengsheng ភ្លាមដោយដៃរបស់គាត់ហើយចេញទៅក្រៅគាត់មិនមានចំណាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកក្នុងកិច្ចការឪពុកកូនស្រីរបស់ពួកគេទេភ្លាមដែលគាត់ឈានជើងចេញពីទ្វារ Lu Chengsheng បានឮសំឡេងយំយ៉ាងខ្លាំងរបស់ Gao Chioya ហើយមិនអាចជួយញ័រក្បាលនិងញឹមបានទេក្នុងព្រឹត្តិការណ៍ភ្នែកមួយកន្លះខែទៀតបានកន្លងផុតទៅអ្នកបម្រើ2នាក់ដែលនៅសល់គឺ Kenghi និង Shishan ក៏មានផ្ទៃពោះផងដែរ Lu Chengsheng បានរៀបចំឲ្យ Haiteng និង Behi ថែរក្សាកិច្ចការប្រចាំថ្ងៃអ្នកបម្រើ7នាក់ផ្សេងទៀតសុទ្ធតែមានផ្ទៃពោះក្នុងរយៈពេលត្រឹមតែជាង4ខែប៉ុណ្ណោះក៏មាន1ខែផងដែរដែល Lu Chengsheng បានទៅឆ្ងាយនៅភ្នំ Kingshu ហើយមិនបានត្រឡប់មកវិញដូចដែល Lu Chengsheng មានគម្រោងទៅលេង White Jade Tower មួយក្នុងចំណោមថ្ងៃនេះការជូនដំណឹងប្រព័ន្ធភ្លាមបានសម្លេងនៅក្នុងចិត្តរបស់គាត់សូមអបអរសាទរចំពោះម្ចាស់ផ្ទះដែលបានឈានដល់ចំនួនកូនចៅ30អ្នកបានទទួលឱកាសឆ្នោតមួយជំពូកទី116ជំពូកទី84 The Great Dale មិនគួរតូចចង្អៀតទេហើយក៏មិនគួរមានមិត្តភក្តិ Deistic ទូចដែរ1អ្នកបកប្រែ999903339ហេមកុមារ30កុមារនៅក្នុងពោះរបស់ Jiwer និង Shuir បានកើតនៅពេលលើការជំរុញប្រព័ន្ធភ្លាមនេះ Lu Chengsheng មិនអាចជួយឲ្យមានអារម្មណ៍ស្រស់ស្អាតបានទេមុខរបស់គាត់បង្ហាញពីភាពរីករាយគាត់ដឹងភ្លាមថាវាគឺជា Jiwer និង Shuir នៅលើភ្នំ Kingshu ដែលបានផ្ដល់កំណើតកូនរបស់ពួកគេកង្វះអារម្មណ៍ឈឺចាប់ណាមួយបានបង្ហាញថាទាំងកុមារទាំងពីរមិនមានរសខាងវិញ្ញាណខ្ញុំឆ្ងល់ថាតើកុមារមានពណ៌អ្វីសក់នឹងភ្នែក Lu Chengsheng គិតក្នុងខ្លួនឯងលោកតែងតែចង់ដឹងអំពីបញ្ហានេះគាត់ថែមទាំងបានស្វែងរកសម្ភារៈពាក់ព័ន្ធពីមុនមក
ប៉ុន្តែសៀវភៅមិនបានផ្ដល់សេចក្តីថ្លែងការណ៍ច្បាស់លាស់ទេគ្រាន់តែលើកឡើងថានេះភាគច្រើនត្រូវបានកំណត់ដោយឈាមរបស់ឪពុកម្ដាយទាំងពីរមិនខ្វល់ពីរឿងនេះបន្ថែមទៀតលូឆេងដកដង្ហើមជ្រៅដកដង្ហើមចេញយឺតហើយត្អូញត្អែថាគូប្រព័ន្ធខ្ញុំចង់ចាប់រង្វាន់ភ្លាមកង់រង្វាន់និមិត្តពណ៌ក្រហមស្រាលបានលេចឡើងខ្ញុំឆ្ងល់ថាតើខ្ញុំនឹងគួរអ្វីលើកនេះនៅពេលដែលលូឆេងសម្លឹងមើលកង់រង្វាន់គាត់បាននិយាយប្រាប់ខ្លួនឯងហើយបន្ទាប់មកនិយាយដោយផ្ទាល់ថាគូចាប់ផ្ដើមការចាប់ឆ្នោតជាមួយនឹងគំនិតមួយកង់ពណ៌ក្រហមស្រអាប់ភ្លាមបានផ្ទុះចូលទៅក្នុងពន្លឺមាសហើយចាប់ផ្ដើមវិលបន្ទាប់ពី5វិនាទីពន្លឺមាសបានថយចុះយឺតដោយប្រែក្លាយស្នាមរុនម្ដងរហូតដល់ទីបំផុតវាឈប់នៅលើរង្វាន់ Magical Treasures ឌីងសូមអបអរសាទរម្ចាស់ផ្ទះសម្រាប់ការទទួលបាន Magical Treasure Black Dragon Magical Bead រង្វាន់ត្រូវបានចេញទៅកាន់ System Space ម្ចាស់ផ្ទះអាចពិនិត្យមើលបានគ្រប់ពេលអង្កាំខ្មៅដែលមានរូបភាពស្រអាប់នៃនាគទឹកជំនន់លេចឡើងនិងបាត់ខ្លួនបានលេចចេញពីកង់រង្វាន់អំដោយសម្លេងជំរុញប្រព័ន្ធកំណប់វេទមន្តឋានសួគ៌ល្អទីបំផុតខ្ញុំទទួលបានអ្វីដែលខ្ញុំចង់បានឃើញរង្វាន់ដែលគាត់បានគូលើកនេះភ្នែករបស់លូឆេងភ្លឺនៅពេលគាត់បង្ហាញពីភាពរំភើបនិងសេចក្តីរីករាយពីទាបទៅខ្ពស់វត្ថុបុរាណវេទមន្តដែលប្រើដោយអ្នកដាំដុះត្រូវបានចាត់ថ្នាក់ជា Magic Artifact, Spiritual Artifact, Magical Treasure, Spiritual Treasure និង Heaven Reaching Spiritual Treasure ពួកវាត្រូវគ្នាទៅនឹងអាណាចក្រផ្សេងគ្នាដូចជា Kai Refinement Realm, Foundation Establishment Stage, Core Formation Stage, Nascent Soul Stage និង Divinity Transformation Stage រៀងគ្នាមានតែ Nascent Soul Immortal ប៉ុណ្ណោះដែលអាចប្រើ Magical Treasure បានជាធម្មតាលូឆេងមិនអាចប្រើកំណប់វេទមន្តបានទេទោះជាយ៉ាងណាក៏ដោយសិល្បៈអនុវត្តដែលគាត់បានដាំដុះ100 Refinements Treasure Body Art អនុញ្ញាតឲ្យគាត់ចម្រាញ់ Magical Treasure ចូលទៅក្នុងរាងកាយរបស់គាត់ដើម្បីពន្លឿនការដាំដុះរបស់គាត់កាលពីមុនសូម្បីតែបំណែកដែលខូចខាតយ៉ាងធ្ងន់ធ្ងរនៃ Magical Treasure ក៏បានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនៅសិល្បៈរាងកាយ100 Refinements Treasure របស់គាត់ជាមួយនឹងកំណប់វេទមន្តទាំងមូលនៅក្នុងដៃតើគាត់នឹងមិនឡើងដល់កម្ពស់ថ្មីទេលូឆេងសម្លឹងមើលទៅក្នុង System Space ភ្លាមគាត់ចង់មើលថាតើ Magical Treasure ដែលទើបទទួលបានថ្មីរបស់គាត់គឺជាថ្នាក់ណាហើយវាមានឥទ្ធិពលអ្វីខ្លះកំណប់វេទមន្តអង្កាំវេទមន្តណាខ្មៅថ្នាក់កំណប់វេទមន្តថ្នាក់កណ្ដាលអធិប្បាយបង្កើតឡើងពី Provandian Treasure Bead ជាធុងនិងចម្រាញ់ដោយព្រលឹងរបស់ Flood Dragon អាក្រក់លំដាប់ទី3វាបញ្ចេញពន្លឺងឹតនៅពេលធ្វើឲ្យសកម្មដែលអាចបង្ក្រាបរាងកាយនិងបំផ្លាញវិញ្ញាណផ្លូវចិត្តនៅពេលប្រើដល់កម្រិតខ្លាំងវាអាចបញ្ជាព្រលឹងរបស់ Flood Dragon ដ៏អាក្រក់នៅខាងក្នុងអង្កាំដើម្បីវាយប្រហារសត្រូវវាត្រូវបានប្រើយូរជាងនេះ Flood Dragon ដ៏អាក្រក់កាន់តែសាហាវធ្វើឲ្យវាពិបាកក្នុងការគ្រប់គ្រង Black Dragon Magical Bead កំណប់វេទមន្តថ្នាក់កណ្ដាលវាអាចផ្ទុះដោយពន្លឺងឹតបង្ក្រាបរាងកាយបំផ្លាញវិញ្ញាណផ្លូវចិត្តហើយក៏គ្រប់គ្រងព្រលឹងរបស់ Flood Dragon ដ៏អាក្រក់ដើម្បីវាយប្រហារផងដែរបន្ទាប់ពីអានការពិពណ៌នានិងថ្នាក់នៃកំណប់វេទមន្តលូឆេងពេញចិត្តយ៉ាងខ្លាំងគាត់មានអារម្មណ៍ថា Middle Grade Magical Treasure ពិតជាគួរឲ្យចាប់អារម្មណ៍រួចទៅហើយអានការពិពណ៌នាអំពីផលប៉ះពាល់នៃ Magical Treasure គាត់ដឹងថាវាមានទំនោរទៅរកការវាយប្រហារសម្រាប់មុខងារនិងផលប៉ះពាល់នៃ Magical Treasure លូឆេងមិនព្រួយបារម្ភពេកទេគាត់សង្ឃឹមថានឹងទទួលបាន Magical Treasure ជាចម្បងសម្រាប់ការអនុវត្ត100 Refinements Treasure Body Art សម្រាប់មុខងារនិងផលប៉ះពាល់លោកមានអារម្មណ៍ថាពួកគេមានផលវិបាកតិចតួចអ្វីដែលសមរម្យនឹងធ្វើទោះជាយ៉ាងណាក៏ដោយការមានសមត្ថភាពវាយប្រហារលើ Magical Treasure នេះក៏ល្អដែរបន្ទាប់ពីបានទាំងអស់បច្ចេកទេស Treasure Bone នៅក្នុង100 Refinements Treasure Body Art និយាយថាដោយការចិញ្ចឹម Treasure Bones ជាមួយនឹង Magical Treasure ឆ្អឹងអាចបង្ហាញផ្នែកមួយនៃថាមពលនៃ Magical Treasure នៅពេលដែលឆ្អឹងកំណប់របស់ខ្ញុំត្រូវបានចិញ្ចឹមប្រហែលជាខ្ញុំអាចប្រើព្រលឹងរបស់ Flood Dragon ដោយផ្ទាល់នៅខាងក្នុងអង្កាំដើម្បីសម្លាប់សត្រូវលូឆេងលឹបបបោមាត់របស់គាត់ដោយទន្ទឹងរង់ចាំផលប៉ះពាល់នៃការចិញ្ចឹមឆ្អឹងកំណប់ទ្រព្យរបស់គាត់ជាមួយនឹងកំណប់វេទមន្តនេះគាត់បានគិតអំពីរបៀបដែលនៅពេលដែល Treasure Bones របស់គាត់រួចរាល់ហើយប្រឈមមុខនឹងគ្រោះថ្នាក់គាត់គ្រាន់តែអាចធ្វើឲ្យ Black Dragon Magical Bead និងបញ្ជាព្រលឹងរបស់ Flood Dragon ឲ្យវាយប្រហារទៅលើត្រូវរបស់គាត់នរណាម្នាក់ដែលឃើញអ្នកដាំដុះនៅ Thai Refinement Realm ឬ Foundation Establishment Stage ដោយប្រើបច្ចេកទេសបែបនេះសម្រាប់ការវាយប្រហារប្រកាសជាត្រូវភ្ញាក់ផ្អើលនិងភ្ញាក់ផ្អើលភ្លាមជាមួយនឹងគំនិតមួយលូឆេងបានស្រង់ចេញ Black Dragon Magical Bead ពី System Space
Treasure Bead ទំហំកណ្ដាប់ដៃរបស់មនុស្សពេញវ័យបានចុះចតក្នុងដៃរបស់ Lu Chengsheng អង្កាំមានទម្ងន់ទំនងជាមានទម្ងន់រាប់រយផោនវាមានអារម្មណ៍ត្រជាក់បន្តិចនៅក្នុងដៃរបស់គាត់ប៉ុន្តែមិនត្រជាក់មិនស្រួលផ្ទៃនៃអង្កាំគឺបរិសុទ្ធខ្លាំងណាស់គ្មានភាពមិនបរិសុទ្ធណាមួយដោយមានតែលំហូរពន្លឺងឹតស្រាលមួយនៅខាងក្នុងអង្កាំ Float Dragon ខ្មៅទឹកថ្នាំខ្នាតតូចអាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ថារុំជុំវិញដូច្នេះនេះគឺជាកំណប់វេទមន្ត Lu Chengsheng ចង់ដឹងចង់ឃើញពិនិត្យមើលអង្កាំវេទមន្តណាខ្មៅនៅក្នុងដៃរបស់គាត់នេះជាលើកដំបូងរបស់គាត់បានឃើញកំណប់វេទមន្តទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីមើលវាមួយរយៈគាត់មិនបានកត់សម្គាល់ឃើញអ្វីពិសេសទេហើយគិតថាវាគ្រាន់តែដូច្នេះ Lu Chengsheng បានទៅបន្ទប់សម្រាកនៅជាន់ទី3ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមចម្រាញ់ Black Dragon Magical Bead គាត់មានបំណងចង់ចម្រាញ់អង្កាំចូលទៅក្នុងរាងកាយរបស់គាត់ដើម្បីដាំដុះជាមួយ100 Refinements Treasure Body Art និងចិញ្ចឹមឆ្អឹងកំណប់ទ្រព្យរបស់គាត់បន្ទាប់ពីបានទាំងអស់មិនយូរប៉ុន្មានមុននេះគាត់បានចាប់ផ្ដើមដោយជោគជ័យ100 Refinements Treasure Body Art អនុញ្ញាតឲ្យគាត់ទទួលបានបទពិសោធន៍យ៉ាងរស់រវើកនៅអត្ថប្រយោជន៍នៃការចម្រាញ់រាងកាយដែលនាំមកនូវកម្លាំងនិងភាពរឹងមាំខណៈពេលដែលរាងកាយដើមរបស់គាត់គឺពិតជាល្អនិងមានសុខភាពល្អណាស់វាមិនមានអ្វីប្រៀបធៀបទៅនឹងអារម្មណ៍នៃភាពជោគជ័យនៃការចម្រាញ់រាងកាយជាមួយនឹងរាងកាយដែលពោរពេញដោយថាមពលនិងសមត្ថភាពក្នុងការចំណាយពេលយប់ជាមួយស្ត្រី10នាក់ឆា Lu Chengsheng បានធ្វើឲ្យ100 Refinements Treasure Body Art សកម្មដោយប្រើប្រាស់វិញ្ញាណផ្លូវចិត្តនិងថាមពលខាងវិញ្ញាណរបស់គាត់ដើម្បីចាប់ផ្ដើមចម្រាញ់ Black Dragon Magical Bead នៅចំពោះមុខគាត់ក្រោមការចម្រាញ់នៃវិញ្ញាណផ្លូវចិត្តនិងអំណាចខាងវិញ្ញាណរបស់គាត់ Black Dragon Magical Bead បានបញ្ចេញខ្យល់ខ្មៅវិលចេញនឹងឡើងព្រលឹងរបស់ Float Dragon ដ៏អាក្រក់ដែលរុំនៅខាងក្នុងក៏មានចលនានៅពេលនេះរស់រវើកនិងដូចជីវិតដូចជាវានឹងបែកចេញពីអង្កាំ Lu Chengsheng នៅតែស្ងប់ស្ងាត់ដោយដឹងថានេះគឺជាស្ថានភាពដែលធ្វើឲ្យសកម្មនៃ Magical Treasure ហើយបន្តចម្រាញ់វាជាមួយនឹងវិញ្ញាណផ្លូវចិត្តនិងម៉ាណារបស់គាត់ជំពូកទី117ជំពូកទី84 The Great Del មិនគួរមានសារៈសំខាន់ទេមនុស្សម្នាក់មិនគួរមានដៃគូ Del តិចតួចទេ2អ្នកបកប្រែ99519903339ដូច្នេះពេលវេលាបានធ្លាក់ចុះបន្ទាប់ពីមួយរយៈ Lu Chengsheng បានបើកភ្នែករបស់គាត់ដោយញញឹមហើយនិយាយថាអ្នកណានឹងគិតថាការចម្រាញ់ Black Dragon Magical Bead នេះហើយបញ្ចូលវាទៅក្នុងរាងកាយរបស់ខ្ញុំនឹងមិនមែនជាកិច្ចការងាយស្រួលទេជាមួយនឹងចំណុចកម្ពូលបច្ចុប្បន្នរបស់ខ្ញុំនៅកម្រិតទី6នៃការចម្រាញ់ថាមពលការព្យាយាមចម្រាញ់អង្កាំកំណប់នេះយ៉ាងពេញលេញប្រហែលជាត្រូវចំណាយពេល2ទៅ3ខែក្នុងអំឡុងពេលដំណើរការចម្រាញ់ឥឡូវនេះថាមពលខាងវិញ្ញាណរបស់គាត់ត្រូវបានអស់ទាំងស្រុងហើយគាត់មិនបានគ្រប់គ្រងសូម្បីតែ 1% នៃអង្កាំនោះទេដោយមានបទពិសោធន៍ពីមុនជាមួយនឹងការចម្រាញ់ភ្លុកលោហៈខ្មៅគាត់ដឹងថាការទទួលបាន Magical Treasures និងចង់ចម្រាញ់វាគឺមិនងាយស្រួលទេប៉ុន្តែគាត់មិនបានរំពឹងថាវានឹងពិបាកបែបនេះទេ2ទៅ3ខែបន្ទាប់មកចាប់តាំងពីវាជាកំណប់វេទមន្តការទាមទារពេលវេលាមួយចំនួនគឺជារឿងធម្មតាគាត់បាននិយាយថា Lu Chengsheng ដកដង្ហើមស្រាលហើយរក្សាទុកអង្កាំវេទមន្តណាខ្មៅគាត់បានយក Spirit Stone ចេញអង្គុយដើម្បីដាំដុះហើយបានងើបឡើងវិញនៅថាមពលខាងវិញ្ញាណរបស់គាត់មិនទាន់បានគូគំនូរណាមួយនៅថ្ងៃនេះនៅឡើយទេបន្ទាប់ពីថាមពលខាងវិញ្ញាណរបស់គាត់ភាគច្រើនបានងើបឡើងវិញ Lu Chengsheng បានយកឧបករណ៍បង្កើត Talisman ចេញហើយនៅក្នុងបន្ទប់ Talisman បានគូ Middle Grade Talismans 2និង Superior Grade Talismans 2ឥឡូវនេះកម្រិតការដាំដុះរបស់គាត់គ្រប់គ្រាន់ហើយមិនចាំបាច់ប្រើក្រដាសនិងទឹកថ្នាំលំដាប់កម្ពស់សម្រាប់ធ្វើ Superior Grade Talismans ទេ Ordinary Superior Grade Talismans អាចត្រូវបានគូដោយប្រើក្រដាសនិងទឹកថ្នាំ Talisman កម្រិតខ្ពស់ដែលនឹងសន្សំសំចៃការចំណាយបន្តិចផងដែរបន្ទាប់ពីបានទាំងអស់ការបន្តប្រើក្រដាសនិងទឹកថ្នាំលំដាប់កម្ពស់ដើម្បីគូគំនូរប៉ុន្តែมันអាចបំផ្លែងវាទៅជា Spirit Stones បានភ្លាមនៅតែអាចមានតម្លៃថ្លៃណាស់បន្ទាប់ពីបញ្ចប់ការបង្កើតគំនូរហើយឃើញថាវាងឹតហើយ Lu Chengsheng គិតថាវាជាការប្រសើរក្នុងការចាប់យកថ្ងៃហើយសម្រេចចិត្តទៅលេង White Jade Tower ជាមុនជាមួយនឹងធំវិញ្ញាណជាង300នៅលើគាត់អាចមានលទ្ធភាពទទួលយកនិងជួយស្ត្រីអកុសលមួយចំនួនទៀតហើយគាត់ក៏នឹងមើលថាតើមានមនុស្សបែបនេះដែលមានឫសខាងវិញ្ញាណដែរឬទេបន្ទាប់ពីបានទាំងអស់ប្រសិនបើគាត់ពិតជាចង់មានកូនបន្ថែមទៀតដែលមាន Spiritual Votes វាអាស្រ័យលើការមានស្ត្រីដែលមាន Spiritual Votesក្នុងចំណោមកូន30របស់គាត់មានតែ4នាក់ប៉ុណ្ណោះដែលមានឫសខាងវិញ្ញាណ
ក្នុងចំណោម4អ្នកនោះគូ Jensen និងលោក Marian ម្នាក់មានកូនម្នាក់ជាមួយម្នាក់ប្រពន្ធផ្សេងទៀតបានបង្កើតកូនច្រើនណាស់ប៉ុន្តែមានតែ2នាក់ប៉ុណ្ណោះដែលមានឫសខាងវិញ្ញាណនេះធ្វើឲ្យ Lu Chengsheng មានក្តីសង្ឃឹមចំពោះកុមារនៅក្នុងពោះរបស់ Xiao Yao, Xiao Jing និង Guan Chen បន្ទាប់ពីបានជូនដំណឹងដល់ម្ចាស់ហាង Shengshen Lu Chengsheng បានឆ្ពោះទៅរកអគារ YJ Tower បងប្រុសលោតាអ្នកទៅណាយកមកជិងបានហៅ Lu Chengsheng នៅពេលគាត់ឆ្លងកាត់ Jade Mill Pavilion ចាប់តាំងពីអ្នកទាំងពីររស់នៅទល់មុខគ្នាហើយហាងរបស់ពួកគេមានទីតាំងនៅក្បែរនោះពួកគេនឹងស្វាគមន៍គ្នានិងជេរខ្លីនៅពេលពួកគេជួបគ្នាជាពិសេសបន្ទាប់ពីយកមកជិងបានរកឃើញក្នុងអំឡុងពេលសន្ទនាមួយកាលពីពេលថ្មីនេះថា Lu Chengsheng មិនមែនជាសិស្សគ្រួសារ Lu ទេប៉ុន្តែជាកូនប្រុសរបស់គ្រួសារគាត់មានអារម្មណ៍ថាគាត់បានរកឃើញវិញ្ញាណសាច់ញាតិគាត់ចាប់ផ្ដើមត្អូញត្អែទៅ Lu Chengsheng អំពីអាពាហ៍ពិពាហ៍ដោយបង្ហាញពីការសោកស្ដាយមួយចំនួនអំពីការរៀបការជាមួយគ្រួសារដាំដុះបែបនេះខណៈពេលដែលវាដូចជាមានការគាំទ្រពីដើមឈើធំមួយវាក៏ជាញឹកញាប់នាំឲ្យប្រពន្ធតឹងរឹងខ្លាំងបន្ទាប់ពីរៀបការក្នុងនាមជាមេចុងភៅ Spirit Cooking ខ្លួនឯងមមីញឹកជានិច្ចគាត់មានលុយហោប៉ៅត្រឹមតែ10ថ្មប៉ុណ្ណោះក្នុងមួយខែចំពោះអារម្មណ៍បែបនេះ Lu Chengsheng ដោយធម្មជាតិមិនអាចតាក់ទងបានទេទោះជាយ៉ាងណាក៏ដោយវាមិនល្អក្នុងការនិយាយច្រើនពេកទេដូច្នេះគាត់គ្រាន់តែឆ្លើយតបដោយពាក្យយល់ព្រមពីរបីពាក្យទទួលស្គាល់ការលំបាកនិងចែករំលែកថាប្រពន្ធរបស់គាត់ពិតជាយល់ដឹងក្នុងរឿងនេះនៅពេលនោះយាម៉ៅឆេងមិនបានរកឃើញសម្លេងនៅក្នុងការឆ្លើយតបរបស់ Lu Chengsheng ទេហើយនឹងមកផឹកនិងជែកជាមួយគាត់នៅពេលដែលគាត់គ្មានអ្វីត្រូវធ្វើវាមិនមែនរហូតដល់ពេលខ្លីក្រោយមកដែលយូម៉ៅឆេងបានឃើញស្ត្រីទាំងអស់នៅក្នុងទីធ្លារបស់ Lu Chengsheng ដែលធ្វើឲ្យគាត់មានអារម្មណ៍ស្ងប់ស្ងាត់និងស្ងប់ស្ងាត់នៅពេលនោះរបៀបដែលគាត់សម្លឹងមើល Lu Chengsheng បានផ្លាស់ប្ដូរជាការពិតណាស់ពួកគេមិនបានខ្លាចជាឆ្ងាយចំពោះឧបត្តិហេតុមួយនេះទេពួកគេនៅតែស្វាគមន៍គ្នាដូចធម្មតាសួរថាតើអ្វីទៅជាយ៉ាងណានិងអញ្ជើញគ្នាទៅញ៉ាំនៅ Jade Mill Pavilion ប៉ុន្តែគាត់ឈប់សុំ Lu Chengsheng ចេញផឹកដើម្បីត្អូញត្អែអំពីជីវិតអាពាហ៍ពិពាហ៍របស់គាត់ដឹងថាការត្អូញត្អែទៅនរណាម្នាក់ដូចជា Lu Chengsheng គឺដូចជាការលេងលូតទៅគោនោះនឹងមិនត្រឹមត្រូវទេយកមកជិងស្ទាក់ស្ទើរឆ្លើយតបវាជាការល្អប្តីប្រភេទណាដែលអ្នកចូលចិត្តខ្ញុំនឹងជួយអ្នកជ្រើសរើសស្ត្រីនោះបាននិយាយជាមួយនឹងភាពទន់ភ្លន់ញឹមទន់ភ្លន់តើអ្នកចង់បានប៉ុន្មានអ្នក3 5ឬ10មិនចាំបាច់ទេគ្រាន់តែមួយនឹងធ្វើមួយគឺគ្រប់គ្រាន់គីយ៉ូម៉ៅឆេងបាននិយាយដោយញឹមនៅលើមុខរបស់គាត់អស្ចារ្យណាស់យ៉ូម៉ៅឆេងនៅពេលដែលខ្ញុំរៀបការជាមួយអ្នកខ្ញុំគឺជាក្មេងស្រីសុទ្ធសាធមិនត្រឹមតែខ្ញុំបានធានាពន្លឺនេះសម្រាប់អ្នកប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏បានផ្ដល់